មានគម្ពីរមួយដែលបានបាត់ដំណឹងរាប់ពាន់ឆ្នាំបើអ្នកណាអាចរកឃើញនឹងក្លាយទៅជាម្ចាស់អំណាចនៅក្នុងពិភពគុណទាំងមូលយុវជនក្លាហានម្នាក់មានសំណាងបានទទួលគម្ពីរយុទ្ធសិលដ៏អស្ចារ្យនេះប៉ុន្តែត្រូវមនុស្សក្នុងពិភពគុណតាមប្រមាញ់ខ្ញុំមិនចង់ធ្វើជាម្ចាស់ពិភពគុណខ្ញុំគ្រាន់តែចង់ការពារអ្វីដែលសុចរិតក្នុងពិភពគុណមានតែការប្រយុទ្ធនិងអំណាចប៉ុន្តែអ្នកក្លាហានពិតប្រាកដត្រូវមានគុណធម៌មិនមែនប្រយុទ្ធដើម្បីតែអំណាចប៉ុន្តែក៏ដើម្បីយុត្តិធម៌និងក្តីស្រឡាញ់នៅពេលចិត្តក្លាហានប៉ះជាមួយអំណាចពិភពគុណទាំងមូលនឹងរំជួយជាងមិនប្រយុទ្ធសម្រាប់កិត្តិយសទេតែសម្រាប់មនុស្សដែលយើងស្រឡាញ់អំណាចអាចបញ្ជាពិភពគុណតែក្តីស្នេហាទៅមួយគុណអាចបញ្ជាបេះដូងអ្នកក្លាហានបានទទួលសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន PPCTV រឿងគម្ពីរយុទ្ធសិលបញ្ជាពិភពគុណមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ខ្សែការ PPCTV ទៅមួយគុណគឺប៉ុស្តិ៍លេខ10